hiện thái rốt rướng trong tại chôl chia mùi lục hồn sàn để cứ trong tại chôl chia mùi nâng lục hồn sàn nhóm ban dây tăng pi muôn ngày mà phải bầm muối khai tọt lá năm tăng pi ngày ti mà phải bầm muối khai tọt lá năm pi pon mà phải pramได้ខ្ញុំថាការប្រកាសរួមដែលថៃមិនដែលប្រើពាក្យថាព្រមព្រៀងសន្តិភាពទេថៃបានផ្សព្វផ្សាយឲ្យសាធារណជនគេដឹងថាអ្វីដែលចុះកិច្ចសន្យាឬក៏ប្រកាសនោះគឺមិនមែនជាកិច្ចសន្យាមាំទាំហើយមិនមែនរឿងសន្តិភាពទេគឺព្រមរួមមួយទៅតាមការគៀបសង្កត់ពីសហរដ្ឋអាមេរិកហើយលោកអាន់វ៉ាអេប្រាហាំគ្រាន់តែយកចំណេញមុខមាត់តែប៉ុណ្ណោះអតីតឧត្តមសេនីយ៍ថៃម្នាក់ហ៊ានរហូតដល់ចោទប្រកាន់លោកអាន់វ៉ាអេប្រាហាំថាជាមនុស្សជាកិញ្ញជាចារកិច្ចរហូតដល់មន្ត្រីម៉ាឡេស៊ីប្រតិកម្មទាមទារឲ្យរដ្ឋាភិបាលថៃបដៅអតីតឧត្តមសេនីយ៍ម្នាក់ហ្នឹងតែថៃគេលេងនយោបាយជើង4កាលណាមាននរណាមកប៉ះពាល់គ្នាគេថាគេអត់មានអំណាចទេរដ្ឋាភិបាលអនុទិនចានវីរៈគុណថាខ្ញុំឡើងមកកាន់តំណែងតែ4ខែទេអញ្ចឹងគេសុខចិត្តឲ្យអ្នកដតីមើលឃើញថាគេអត់មានអំណាចគ្រប់គ្រាន់ទេគេជា very minority party in forming the government therefore Anutin Janvirakun does not have a complete power and influence នៅក្នុងនយោបាយថៃយើងអាចសើចចំអកទៅលើគេប៉ុន្តែរៀងរាល់អ្វីដែលគេធ្វើគឺដើម្បីប្រយោជន៍របស់ប្រទេសគេដែលជានយោបាយជើង4ដែលគេធ្វើហើយយើងមិនយល់យើងមើលងាយហ្នឹងមិនដឹងជាស្អីទេមិនដឹងថាតើរឿងដោះស្រាយជាមួយអ្នកណាកាន់អំណាចពិតប្រាកដនៅប្រទេសថៃការដែលបង្កើតទស្សនវិជ្ជាបែបនេះគឺដើម្បីសៀមវាចំណេញហើយមិនមែនលើកទី1ទេបើយើងជាអ្នកសង្កេតនយោបាយថៃសៀមយើងច្បាស់ជាធ្លាប់ដឹងអំពីរឿងនេះមិនមែនជារឿងដែលពិបាកយល់ទេក៏ប៉ុន្តែគ្មានអ្នកណាមកសង្កេតនយោបាយជើង4របស់ថៃអញ្ចឹងហើយគឺថៃតែងតែរករឿងលោកហ៊ុនសែនចង់ជុលជាមួយលោកហ៊ុនសែនរហូតហើយមិនបានចង់ជុលជាមួយលោកហ៊ុនសែនគឺថៃវាចង់ឲ្យលោកហ៊ុនសែននឹងព្រមព្រៀងទឹកដីជាមួយវាដូចព្រមព្រៀងជាមួយយួនអញ្ចឹងស្អីដែលព្រមព្រៀងជាមួយយួនកុំមកខ្លាំងជាមួយវារករឿងជានិច្ចអញ្ចឹងនៅពេលដែលយើងនិយាយអីយើងត្រូវគិតអំពីរឿងដែលលោកហ៊ុនសែនគាត់ព្រមព្រៀងជាមួយយួនណាអ្វីដែលព្រមព្រៀងជាមួយយួនគឺសៀមចង់បានដូចគ្នាបើមិនដូចទេវារករឿងអត់ឈប់ទេអាហ្នឹងអញ្ចឹងណាបងប្អូនសៀមអាចវាយទៀតឬទេបើគេផ្អាកកិច្ចព្រមព្រៀងយើងចេះតែច្រឡំអញ្ចឹងយើងទន្ទិញកិច្ចព្រមព្រៀងសន្តិភាពខ្ញុំនិយាយតាំងពីមុនចុះហត្ថលេខាថ្ងៃ26ខែតុលាឆ្នាំ2025រហូតដល់ក្រោយចុះហត្ថលេខាខ្ញុំបញ្ជាក់ទៀតថានឹងគឺជាប្រកាសរួមតែខ្មែរនឹងលងតែគេបោកណាគ្មានថៃណាទទួលស្គាល់ថាវាជាកិច្ចព្រមព្រៀងសន្តិភាពទេវាជាប្រកាសរួមតែខ្មែរយើងផុងខ្លួនណាកូនឯងណា Great America ឃើញកូនសំបីកូនឯងក៏សួរដែរកិច្ចព្រមព្រៀងសន្តិភាពជឿគេភូតហ្នឹងណាអញ្ចឹងហើយបានជាតែច្រឡំណាស្ដាប់ឲ្យច្បាស់ជេមសុកនិយាយតាំងពីមុនចុះហត្ថលេខាថ្ងៃ26តុលា2025រហូតដល់ក្រោយចុះហត្ថលេខាជេមសុកនិយាយដែលថាអានឹងគេប្រកាសរួមគ្មានព្រមព្រៀងសន្តិភាពកណ្ដែងស្ញួយតែប៉ែឆ្កោកអីទេនៅតែមិនយល់ណាឥឡូវកូនឯងសួរថាតើសៀមអាចវាយវាអត់វាយទេកូនវារករឿង
ហើយវារករឿងអ្នកណាវារករឿងក្បាលម៉ាស៊ីនធំរបស់កម្ពុជាក្បាលម៉ាស៊ីនធំរបស់កម្ពុជាគឺអ្នកណាគឺសម្ដេចតេជោហ៊ុនសែនអូខេកូនណាវាមិនវាយទេវារករឿងពាក្យថារករឿងហ្នឹងតិចតួចរហូតខនកាមេរ៉ាអត់ទេកូនមិនទាន់គិតដល់ហ្នឹងទេយើងតាមដានព្រឹត្តិការណ៍សិនណាកូនណាកុំឲ្យបញ្ញាប់គិតរឿងគេវាយយើងតាមដានព្រឹត្តិការណ៍សិនណាកូនណាសួស្ដីចៅម៉េងមានសំណួរថាជាសិស្សក្រីក្រហើយនៅសាលាមានបរិស្ថានរៀនគួរតែចៅគ្មានលុយរៀនទេចុះបើគ្មានលុយរៀនតើអាចរាប់អានមិត្តភ័ក្ដិណាមួយដែលគេរៀនគួរហ្នឹងរាប់អានគេធ្វើអីដោះដូរគេដើម្បីចម្លងមេរៀនគេយកមករៀនបានទេអានេះគេហៅរៀនតណាចៅដូចខ្ញុំសម័យខ្ញុំរៀនអញ្ចឹងពេលខ្ញុំអត់មានលុយបង់ថ្លៃសាលាខ្ញុំតាក់ទងមិត្តភ័ក្ដិដែលគេចូលរៀនហ្នឹងសុំចម្លងសុំរៀនពីគេណាចង់ដឹងថាគេបង្រៀនកន្លឹះស្អីបើបរិស្ថាននៅប្រទេសកម្ពុជាយើងវាអញ្ចឹងខ្ញុំមានសាច់ឈាមឆ្ងាយកូនក្មួយឆ្ងាយទេណាបាទរៀននៅប្រទេសកម្ពុជាមិនដែលសោកលុយសោកកាក់មិនដែលរៀនគួរទេហើយប្រឡងរហូតដល់ប្រឡងបាក់ឌុបជាប់គ្រប់គ្នាអញ្ចឹងទោះបីវាមានអាវប្បធម៌រៀនគួរអញ្ចឹងមែនក៏ប៉ុន្តែមិនមែនសិស្សដែលមិនរៀនគួរនឹងប្រឡងមិនជាប់ទេបើពិតជាយើងយកចិត្តទុកដាក់ដើម្បីក្រេបជញ្ជក់យកចំណេះដឹងហ្នឹងអញ្ចឹងចម្លើយរបស់តាគឺតកតងមិត្តភ័ក្ដិណាគេរៀនគួរហ្នឹងស្ដាប់គេស្ដាប់ឯងចង់ដឹងថាគេរៀនពីអីហើយយើងហ្នឹងកាត់បន្ថយពេលវេលារបស់យើងកុំយកពេលវេលាហ្នឹងទៅខាតចោលក្នុងការសប្បាយយកពេលវេលាយើងហ្នឹងរៀននៅមេរៀនទាំងឡាយដែលនៅសាលាហ្នឹងយើងស្ដាប់គេស្ដាប់ឯងឧទាហរណ៍ថាមានពួកម៉ាក់មួយឈ្មោះអាកាំងមួយទៀតឈ្មោះអាកេងមួយទៀតឈ្មោះអាកុំ3នាក់ហ្នឹងវារៀនគួរស្ដាប់វារៀនស្អីយើងរាប់អានវាធម្មតាទៅប៉ុន្តែយើងត្រូវកាត់បន្ថយពេលវេលាសប្បាយរបស់យើងយកមកសន្សំដើម្បីរៀនសូត្រនៅដែលយើងអាចប្រឡងជាប់បាក់ឌុបហើយចំណេះដឹងនៃការខិតខំរបស់យើងនឹងរឹតតែខ្លាំងណាស់កូនណាសំណួររបស់ចៅងាយឆ្លើយទេព្រោះតាធ្លាប់ធ្វើជាមនុស្សក្រីក្រអត់មានលុយបង់ថ្លៃសាលាអញ្ចឹងបាទហើយតាទោះបីតាជាកូនអ្នកធូធាមានដែរប៉ុន្តែតាចូលចិត្តដើរជាមួយកូនអ្នកក្រតាដើរតែជាមួយកូនអ្នកក្រទេអញ្ចឹងជីវិតអ្នកក្រតាដឹងណាកូនណាអ្វីដែលចៅសួរហ្នឹងងាយទេងាយដោះស្រាយទេណាងាយដោះស្រាយទេគឺកាត់បន្ថយពេលវេលាសប្បាយរបស់ខ្លួនយកចិត្តទុកដាក់ក្នុងការរៀនសូត្រហើយរាប់អានមិត្តភ័ក្ដិណាដែលគេប្រកែយើងឃើញគេរៀនពូកែគេយកចិត្តទុកដាក់យើងខ្សែគប់ជាមួយមនុស្សដែលរៀនពូកែណាតែរៀនពូកែអាហ្នឹងអញ្ចឹងណាកូនណាអូខេ Great America រដ្ឋ Sopen ប្រឡងជាប់បាក់ឌុបមានប្រយោជន៍អីបើយើងប្រឡងដោយត្រឹមត្រូវហើយជាប់បាក់ឌុបយើងចប់កម្មវិធីសិក្សាវិទ្យាល័យណាកូនណាកាលណាយើងចប់កម្មវិធីសិក្សាវិទ្យាល័យមានន័យថាយើងបានចេះដឹងនៅមុខវិជ្ជា7ប្រការណានៅក្នុង Liberal Arts Study យើងត្រៀមលក្ខណៈដើម្បីចូលមហាវិទ្យាល័យយើងដាក់គោលដៅយើងឆ្ពោះទៅរកកម្មវិធីបរិញ្ញាបត្រ4ឆ្នាំហើយខំរៀនដោយចំណាយតិចដកពេលវេលាសប្បាយឲ្យទាបឲ្យតិចបំផុតដើម្បីខំរៀនដល់បញ្ចប់បរិញ្ញាហើយយើងរកការងារធ្វើដើម្បីយើងប៉ុន្តែយើងឆ្លៀតរៀន2ឆ្នាំថែមទៀតតលតែយើងបានបរិញ្ញាជាន់ខ្ពស់ឬក៏ហៅថា Masters អានោះទើបយើងមានលំនឹងក្នុងជីវិតអូខេរដ្ឋសុផិនខំរៀនហើយនៅក្នុងដំណើរឥឡូវរហូតដល់ចប់វិទ្យាល័យថ្នាក់ទី12រហូតដល់ពេលចូលមហាវិទ្យាល័យ4ឆ្នាំឬចូលសាកលវិទ្យាល័យឆ្នាំ2ឆ្នាំថែមទៀតរៀងរាល់ពេលដែលយើងរៀនកុំភ្លេចរៀនរបស់មួយដាច់ខាតភាសាអង់គ្លេសត្រូវតែរៀនកុំឈប់ចេះស្ទាត់ភាសាអង់គ្លេសវានាំយើងឲ្យពូកែនឹងប៉ុណ្ណឹងណាកូនធម្មជាតិខ្មែររាល់ថ្ងៃប៊ុនស៊ិននៅតែមានឥទ្ធិពលក្នុងជួរកងទ័ពប៊ុនស៊ិនផាតខ្លាំងកំពុងតែបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀតដែលខ្ញុំនឹងលើកយកមកនិយាយខ្លះៗជាបន្តបាទ
កូនប្រសាការព្រួយបារម្ភរបស់ក្មួយសម្លាញ់មានមូលដ្ឋានពិចារណានិយាយម្ដងទៀតភាសាខ្មែរខ្ញុំការព្រួយបារម្ភរបស់ក្មួយសម្លាញ់ពិតជាមានមូលដ្ឋានក្នុងការពិចារណាមនុស្សយើងកាលណាយើងប្រើឧបករណ៍គិតគឺយើងយកព័ត៌មានមកគិតជាមូលដ្ឋានពិចារណានៅពេលដែលយើងតែងតែប្រើប្រាស់ឧបករណ៍គិតណាក្មួយសម្លាញ់នៅពេលដែលយើងតែងតែប្រើប្រាស់ឧបករណ៍គិតការគិតរបស់យើងចម្រើនឧបមាថាយើងបារម្ភណាយើងបារម្ភមិនមែនធ្វើគ្រូទាយទេណាបារម្ភគឺបានប្រើប្រាស់អារម្មណ៍យកចិត្តទុកដាក់ភាសាខ្មែរហៅថាបារម្ភគឺបានយកចិត្តទុកដាក់ទៅលើមេត្តាឬបញ្ហាមួយហៅថាបារម្ភបើនិយាយជាភាសាអង់គ្លេសវានៅរវាងពាក្យថា pay attention ណាមានន័យថា attention ហៅថាបារម្ភគឺជាមូលដ្ឋាននៃការគិតគឺជាបរិវេណមួយនៃការគិតហើយបើយើងចេះប្រមូលយកព័ត៌មានមកគិតហៅថាយើងចេះប្រើឧបករណ៍គិតនៅពេលដែលយើងគិតអំពីទឹកជំនន់យើងគិតអំពីអាកាសធាតុប្រែប្រួលយើងគិតនៅក្នុងបរិវេណនៃភូមិសាស្ត្រតែខ្មែរបុរាណគេហៅថាឲ្យចេះមើលរដូវឲ្យចេះដឹងអំពីពពករស័ព្ទឲ្យចេះដឹងអំពីខ្យល់តែភាសាខ្មែរបុរាណលោកបដៅកូនឬក៏លោកជេរស្ដីឲ្យកូនចៅថាអីចុះធ្វើអីឲ្យដឹងខ្យល់ផងណែពាក្យថាធ្វើអីឲ្យដឹងខ្យល់ផងហ្នឹងគឺឲ្យវាដឹងដំណើរនៃភូមិសាស្ត្រអញ្ចឹងនៅពេលដែលក្មួយសម្លាញ់យកចិត្តទុកដាក់នឹងភូមិសាស្ត្រមានភ្លៀងផ្គរព្យុះជួយផែនដីទឹកទន្លេការពុលបរិស្ថានទឹកកខ្វក់អីចំនួននេះអីហ្នឹងគឺតកតងនឹងភូមិសាស្ត្រនឹងហើយដែលបារម្ភ attention យកទៅអានោះវាជាឧបករណ៍មួយក្នុងការគិតរបស់យើងបន្ទាប់ពីក្មួយនិយាយពីរឿងជន់មីននិយាយពីរឿងសេដ្ឋកិច្ចពិភពលោកក្មួយពង្រីកការយល់ដឹងរបស់ក្មួយទៅលើវិសាលភាពធំមួយទៀតអាហ្នឹងក៏ជាការប្រើឧបករណ៍គិតហើយឧបករណ៍គិតហ្នឹងក្មួយយកចិត្តទុកដាក់ហៅថា attention ហ្នឹងក្មួយបារម្ភបើគេដាក់ពាក្យព្រួយមួយទៀតអាហ្នឹងបារម្ភយកចិត្តទុកដាក់ប៉ុន្តែវាមានសេចក្តីព្រួយពីព្រោះអ្វីពីព្រោះយើងអ្នកគិតហ្នឹងខ្លាចអផលដែលវាចេញមកវាប៉ះយើងបើវាមិនប៉ះយើងទេវាប៉ះជាតិយើងវាប៉ះបងប្អូនយើងវាប៉ះម៉ែឪយើងផៅសន្តានយើងអញ្ចឹងយើងវិភាគអញ្ចឹងណាកូនការវិភាគហ្នឹងគឺត្រឹមត្រូវបាទខ្ញុំនិយាយពាក្យថាកម្ពុជាណាសុកមិនបានយូរទេបើវាព្រមព្រៀងគ្នាទៅតាមអាប្រកាសរួមហ្នឹង 4-5 ឆ្នាំមិនបានខ្ញុំនិយាយ 4-5 ឆ្នាំមិនក៏ខ្ញុំមិននិយាយថាវាបែកបាក់វាចាញ់មិនរួចខ្ញុំបានបញ្ចេញនៅសុតិដ្ឋិនិយមណាក្មួយមិនបានបញ្ចេញនៅសុតិដ្ឋិនិយមពីព្រោះខ្ញុំត្រូវបបោះអង្អែលសតិអារម្មណ៍ខ្មែរយើងដែលភាគច្រើនស៊ីជោម្ដងបន្តិចដើម្បីប្រមូលខ្មែរយើងឲ្យរៀនគិតដោយខ្ញុំជាអ្នកនិយាយមិនបំផិតខ្ញុំមិនបំភ័យអញ្ចឹងនៅពេលដែលក្មួយស្ដាប់ខ្ញុំហើយក្មួយរៀនគិតវាចេញអាគំនិតក្មួយមកហើយកាលណាវាចេញគំនិតក្មួយមកក្មួយចេះប្រើឧបករណ៍គិតនៅពេលដែលក្មួយចេះប្រើឧបករណ៍គិតស្អីក៏បានដែរក្មួយគិតរឿងដែលក្មួយប្រាប់ពូក៏បានក្មួយគិតរឿងរកស៊ីធ្វើការកូនប្រពន្ធក្មួយក៏បានអានឹងហើយសេចក្តីចម្រើនផ្នែកចំណេះដឹងណាកូនណាឥឡូវឆ្លើយនឹងសំណួរថាមើលទៅមិនយូរទេយើងតាមដានឲ្យជាប់ណាបច្ចុប្បន្ននេះគឺសៀមវារករឿងមិនឈប់ណាចុះវារករឿងអ្នកណាមិនឈប់គោលដៅវារករឿងសម្ដេចតេជោហ៊ុនសែនហេតុដូចម្ដេចបានវារករឿងគោលដៅវាចង់ញាត់ហ៊ុនសែនឲ្យនៅក្នុងកន្លែងមួយដែលត្រូវតែធ្វើដូចហ៊ុនសែនអោនក្បាលធ្វើជាមួយយួនវាគៀបសង្កត់ហ៊ុនសែនឲ្យហ៊ុនសែនធ្វើដូចហ៊ុនសែនបានធ្វើជាមួយយួនវាចង់ប្រាប់ហ៊ុនសែនថាអ្នកឯងកុំខ្លាំងកុំក្អេងក្អាងជាមួយអញ
anh mình anh mà cái anh cho môi anh đấy bị pi pon bấm bay anh cái anh sầm bám na rừng pre về here nè anh cái anh na anh lúc đáy châu không cách ca anh mình prom thế rương prom đáy nâng anhត្រូវតែធ្វើស្ងាត់ស្ងៀមជាមួយអញដូចធ្វើជាមួយយួនចឹងដូចឧទាហរណ៍ JBC ព្រមព្រៀង5ដំណាក់កាលក្នុងការដោះស្រាយរឿងព្រំដែននេះទាំងអស់ហ្នឹងសុទ្ធតែសៀមវិកិតនៅក្នុងប្លង់របស់វាដែលគេហៅថាផែនការយុទ្ធសាស្ត្រចក្រពងភូវនាថអញ្ចឹងនៅក្នុងបច្ចុប្បន្ននេះណាគួយសម្លាញ់វាកំពុងតែរករឿងអ្នកណាវារករឿងតាសែនអូខេអានឹងអញ្ចឹងណាកូនណាខូនខេមរៈអូខេបាទកូនVilla Novesta បើសិនជាយើងចាក់ចែងពីគ្រួសារស្វែងរកគោលដៅនៃចំណេះដឹងឬគោលដៅនៃជំនាញឬគោលដៅនៃមុខរបរឬក៏គោលដៅកសាងសុភមង្គលមិនចាត់ទុកថាជាអំពើអកតញ្ញូឬរមិលគុណទេមិនចាត់ទុកទេម្ដាយឪពុកបងប្អូនអាចខឹងសម្បាយើងតែយើងអាចវិលត្រឡប់មកវិញបានយើងអាចវិលមកជានីនឹងក្រុមគ្រួសារយើងបានយើងមិនបានរមិលគុណទេណាកូនណាកែវកោសលហួត